សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមក unboxing អីវ៉ាន់ទិញពី app Pinterest ទៀតទេបងប្អូនសូមជួយចុច Subscribe ចុច Like ចុច Share ទាំងអស់គ្នាដើម្បីទទួលបានវីដេអូរបស់ខ្ញុំថ្មីៗបន្តទៀតវីដេអូនេះខ្ញុំមក unboxing មីក្រូហ្វូនថ្មីមួយដែលខ្ញុំទិញពី app Pinterest បងប្អូនតោះបងប្អូនសូមទស្សនាទាំងអស់គ្នាបងប្អូនតើអឺមីក្រូហ្វូននោះគឺមានរូបរាងយ៉ាងម៉េចគុណភាពយ៉ាងម៉េចដែរបងប្អូនទស្សនាទាំងអស់គ្នាបងប្អូននេះគឺជាមីក្រូហ្វូនដែលខ្ញុំទិញពី app Pinterest គឺម៉ាកវាគឺការខ្ញុំកំងហ្នឹងដាក់ K8 បងប្អូនមីក្រូហ្វូនឥតខ្សែទេប្រើជាមួយនឹង wireless ក្នុងកញ្ចប់វាមានតែប៉ុណ្្នឹងទេតើកញ្ចប់វាមានអីខ្លះបងប្អូននៅខាងក្នុងនោះគឺមានជាមួយចាញ់ខ្ញុំដកឲ្យមើលបងប្អូនវាដាក់ជា wireless lavalier microphone គឺជា microphone wireless សម្រាប់ដោតជាមួយនឹងទូរស័ព្ទអានេះគឺសម្រាប់ប្រើជាមួយនឹង Type C បងប្អូននេះកន្លែងខ្ញុំឆ្អល់ហ្នឹងគឺប្រើមួយ Type C ហើយនឹងប្រើមួយ iPhone ប៉ុន្តែគ្រាន់ microphone នេះខ្ញុំទិញមកនេះសម្រាប់ប្រើជាមួយនឹងรุ่น Type C ទេបងប្អូន microphone ហ្នឹងគឺអាចនិយាយបានចម្ងាយប្រហែលជា20ម៉ែត្របងប្អូន microphone នេះគឺសម្រាប់ខ្ញុំយកទិញមកនេះដើម្បីយកមកធ្វើវីដេអូបងប្អូនសំឡេងវាគឺគ្រាន់បានដែរបងប្អូនវាកាត់សំឡេងបានល្អដែរពេលដែលខ្ញុំប្រើតែខ្ញុំតេស្តប្រើបងប្អូនខ្ញុំទិញនេះដឹកតាមរយៈក្រុមហ៊ុន Jiangxi Purchase ដឹកពីប្រទេសចិនមកកាន់ទីក្រុងភ្នំពេញណាបងប្អូនកញ្ចប់ដឹកជញ្ជូននេះគឺតម្លៃធូរមែនទែនបងប្អូនកញ្ចប់ទូចហ្នឹង2ខាំក្រាស់ចុះក្រោមហ្នឹងអស់តែ3កាក់ទេបងប្អូនដូចកញ្ចប់ទូចខ្ញុំទិញមកអញ្ចឹងមីក្រូហ្វូនហ្នឹងគឺអស់តែ3កាក់ទេបងប្អូនអស់ស្មើនឹង1200ទេហើយនៅក្នុងប្រអប់នោះគឺមាន Type C ហើយសម្រាប់ដែលខ្ញុំកាន់ហ្នឹងសម្រាប់ដោតជាមួយនឹងរុនទូរស័ព្ទ Type C ហ្នឹងសម្រាប់ Android ហើយនឹងមីក្រូហ្វូនមួយខ្ញុំទិញតែមីក្រូហ្វូនមួយទេ2ក៏មាន1ក៏មានអានេះខ្ញុំទិញតែមួយទេហើយមានសម្រាប់គៀបជាប់ជាមួយនឹងអាវអញ្ចឹងបងប្អូនហើយនឹងមានខ្សែព្រោះអាប្រអប់ខាងក្រោមនោះគឺជាខ្សែសម្រាប់យើងដោតជាមួយនឹងឆ្នាំងសាកយើងបន្តទៀតបងប្អូនតម្លៃវាទៅ6500ទេបងប្អូនអញ្ចឹងចែកជាលុយខ្មែររុននេះគឺជារុនសម្រាប់យើងបញ្ចូលភ្លើងបងប្អូនវាមានខ្សែខាងក្រុមហ៊ុនគេថែមអ្នកលក់គេថែមខ្សែType C ឲ្យចំណែកយើងដោតទៅតជាមួយនឹងឆ្នាំងសាករបស់យើងបងប្អូនអានេះខ្ញុំចុចទៅវាចេញភ្លើងយើងអត់តាន់ដោតចឹងវាចេញភ្លើងក្រហមខៀវតតែយើងដោតទៅបានចេញជាភ្លើងខៀវជាប់វិញបងប្អូនពេលខ្លះក៏អស់ថ្មក៏វាចេញក្រហមខៀវចឹងដែរបងប្អូនហើយនឹងឲ្យជាกระดาษការណែនាំសភៅណែនាំមួយនៅខាងក្នុងដែរបងប្អូនប្រអប់នេះគឺជាខ្សែដែលខ្ញុំនិយាយមិញហ្នឹងគឺជាខ្សែសម្រាប់តភ្ជាប់ពីមីក្រូហ្វូននោះបញ្ចូលទៅឆ្នាំងសាកទូរស័ព្ទរបស់យើងបងប្អូនដុំឆ្នាំងសាកយើងនេះខ្សែវាវែងប៉ុណ្ណឹងសម្រាប់ដោតសម្រាប់ដោតបញ្ចូលភ្លើងបងប្អូនហើយខាងក្រោមនោះគឺមានកระดาษសភៅណែនាំនេះជាមួយខ្ញុំដកចេញសិនខាងក្នុងមានសភៅណែនាំគេសម្រាប់យើងប្រើប្រាស់ចឹងបងប្អូនតម្លៃវាគឺធូរថ្លៃមែនទែនខ្ញុំយកមកតេស្តប្រើមើលថាវាគុណភាពវាប្រើយ៉ាងម៉េចអីចឹងបងប្អូនថាវាកាត់សំឡេងរំខានអីបានល្អអត់
ប៉ុន្តែអត់អីទេវាអាចប្រើប្រាស់បានវាមិនទៅល្អខ្លាំងដូចម៉ៃក្រូហ្វូនដែលមានតម្លៃថ្លៃទេតម្លៃនេះគឺធូរថ្លៃមែនទែនដែលខ្ញុំទិញមកហ្នឹងសម្រាប់ទៅយកមកប្រើខ្លួនឯងទេបងប្អូនអើយយកមកតេស្តមើលតើវាគុណភាពយ៉ាងម៉េចអញ្ចឹងណាប៉ុន្តែអត់អីដែរប្រើទៅវាល្អដែរតាបងប្អូនសំឡេងវាកាត់សំឡេងបានល្អដែរជួបវីដេអូខ្ញុំពេលក្រោយទៀតអរគុណបងប្អូនទាំងអស់គ្នា